នីតិថ្ងៃស្អែកថ្ងៃថ្មីខែថ្មីឆ្នាំថ្មីរីស័យខ្ញុំចឹងណាអស់លោកនាងកញ្ញាពុកម៉ែអ៊ំពូមៀងបងអូនជាទីមិត្តរីប្រិយមិត្តស្ដាប់ជាទីស្នេហានិងជាទីរាប់អានអស់លោកតែងតែទន្ទឹងតែងតែចង់នៅស្ដាប់នៅការអត្ថាធិប្បាយពន្យល់រៀបរាប់តាមរយៈខ្ញុំបាទលោកគ្រូវិជ័យហារាកម្មាមន្ទិបសុខឧត្តមម្យ៉ាងវិញទៀតតាមរយៈទឹកដមសំនៀងរបស់ខ្ញុំបាទធ្វើឲ្យអស់លោកមួយចំនួនជានារីបាទមានការស្រក់នៅទឹកនេត្រាហើយក៏តែងតែទន្ទឹងរងចាំដោយច្រើនតែនិយាយនិងពំនូលថាការអត្ថាធិប្បាយមានសម្ដីផ្អែមពីរោះធ្វើឲ្យអស់លោកមួយចំនួនបាទចង់ជួបជាមួយខ្ញុំលោកគ្រូវិជ័យហារាកម្មាមន្ទិបសុខឧត្តមបាទអស់លោកនាងបាទប្រសិនបើអស់លោកនាងចង់ជួបជាមួយខ្ញុំបាទលោកគ្រូវិជ័យហារាកម្មាមន្ទិបសុខឧត្តមសូមអញ្ជើញតាមដាននៅក្នុង Facebook និងប្រកាសជាបានឃើញរូបរបស់ខ្ញុំបាទនិងអត្ថាធិប្បាយពន្យល់រៀបរាប់តាមរយៈការអត្ថាធិប្បាយទស្សន៍ទាយជោគជតារិស័យលាយឡំជាមួយនឹងដូតតន្ត្រីចាក់ផ្សាយជូនផងដែរបាទថាតើផ្ទៃមុខរបស់ខ្ញុំបាទនៅក្នុងការអត្ថាធិប្បាយពន្យល់រៀបរាប់លំអិតពិស្ដារសូមអញ្ជើញបងវ៉ែនៅមនោសញ្ចេតនារបស់អស់លោកនាងអញ្ជើញចូលមើលក្នុង YouTube ផងបាទ TikTok ផងឬមួយក៏នៅក្នុង Facebook ផងប្រកាសជានឹងបានដឹងថាតើខ្ញុំលោកគ្រូវិជ័យហារាកម្មាមន្ទិបសុខឧត្តមបាទគឺជាបុគ្គលយ៉ាងណាមានដំណោះស្រាយវិបត្តិយ៉ាងណាអស់លោកនាងប្រកាសជានឹងបានជួបរសជាតិនិយមប្លែកសម្រាប់ឆ្នាំរោងបាទចាប់ពីថ្ងៃទី1ខែមេសាឆ្នាំ2026នេះអស់លោកនាងប្រកាសជានឹងបានចង់ដឹងចង់យល់សម្រាប់អស់លោកនាងដែលកើតឆ្នាំរោងថាតើវាសនារបស់អស់លោកនាងកញ្ញាយ៉ាងណាហើយតើពិតប្រកបដែរឬទេបាទអស់លោកនាងអស់លោកប្រកាសជាបានដឹងឆ្នាំរោងដោយខ្លួនឯងរមែងជាមនុស្សដែលមាននិស្ស័យមានជោគសំណាងល្អនិងមានសេចក្តីសុខកាយសប្បាយចិត្តបាទក៏ប៉ុន្តែឆ្នាំរោងខ្លះបែរជាអភ័ព្វបាទសម្រាប់អ៊ំដែលជានារីបាទដែលជាលោកយាយច្រើនតែមានកូនឬមួយក៏មានចៅមានសាច់ញាតិមិនសូវជាផ្ដោតតម្លៃជូនប៉ុន្មានទេបាទច្រើនតែមើលស្រាលដល់អ្នកម៉ែដល់លោកយាយបាទដល់លោកអ៊ំជាមិនខានធ្វើឲ្យឆ្នាំរោងខ្លះស្ទើរតែមានដូចថាឈឺចិត្តជាទីបំផុតដោយសារតែរស់នៅដោយសារតែកូនចិញ្ចឹមរស់នៅដោយសារតែចៅចិញ្ចឹមដូច្នេះលេបទុកបៀមក្រៀមក្រំនៅក្នុងចិន្តារបស់ខ្លួនបាទជាពិសេសសម្រាប់លោកយាយដែលមានប្រជជន74ឆ្នាំប្រកាសជានឹងបៀមនៅសេចក្តីទុក្ខសោកអស់រយៈកាលច្រើនថ្ងៃខែឆ្នាំក៏ប៉ុន្តែសម្រាប់លោកតាឬមួយក៏លោកអ៊ំលោកពូដែលមានប្រជជន74ឆ្នាំវិញបែរជាមានវាសនាខ្ពង់ខ្ពស់រងរឿងឧត្តមឧត្តមបាទគឺត្រូវតែទទួលបាននៅដំណឹងល្អត្រូវទទួលបាននៅសុភមង្គលមានកិត្តិស័ព្ទខ្ពង់ខ្ពស់រងរឿងឧត្តមឧត្តមក៏ប៉ុន្តែមុននឹងទទួលបាននៅលទ្ធផលនេះដូចជាត្រូវផ្អែមមាត់ផ្អែមកបន្តិចហើយបាទពីព្រោះអុកមួយក្តារនេះបាទសម្រាប់ឆ្នាំរោងដែលមានប្រជជន74ឆ្នាំរៀងផ្អែមមាត់ឬមួយក៏ជូរមាត់បន្តិចដោយសារតែកំពុងតែស្ថិតនៅលើចលនាមួយពាក់កណ្ដាលផ្លូវជោគជ័យផងឬមួយក៏ស្ទើរតែនឹងដល់ដំណាក់កាលមួយភ័យឬមួយក៏ខ្លាចរបូតដួលឬមួយក៏ត្រូវរបូតចេញពីដៃរបស់ខ្លួននៅលៀបសក្ការៈក៏ប៉ុន្តែមកដល់ពាក់កណ្ដាលផ្លូវនៃដំណាក់កាលនេះបាទនៅក្នុងថ្ងៃទី1ខែ4 2026ឆ្នាំរោងសម្រាប់អ៊ំឬមួយក៏លោកតាដែលមានប្រជជន74ឆ្នាំវិញបែរជាត្រូវទទួលបាននៅលៀបសក្ការៈជាហោហែឬមួយក៏បានដំណឹងល្អឬមួយក៏ការប្រសិទ្ធិពរជ័យឬមួយក៏ថ្វាយឬមួយក៏ប្រគល់ជូនដល់ទៅលោកអ៊ំលោកតាជាមិនខានក៏ប៉ុន្តែចំពោះអ្នកមីងបាទដែលមានប្រជជនឬមួយក៏លោកជាយឬមួយក៏លោកអ៊ំបាទដែលមានប្រជជន74ឆ្នាំវិញពុំសូវបានទទួលលទ្ធផលវិជ្ជមានប៉ុន្មានទេដោយសារតែមានកូនឬមួយក៏ចៅឬមួយក៏មានកូនក្មួយមានការប្រមាថទៅវិញក៏ប៉ុន្តែមិនថ្មីទេគ្រាន់តែចូលមកនៅក្នុងខែមេសាឆ្នាំ2026នេះវិញបាទទាំងបរោះក្តីទាំងនារីក្តីថាតើត្រូវទទួលបាននៅរិស័យយ៉ាងណាមុននឹងទទួលបាននៅរិស័យយ៉ាងណាឬមួយក៏លទ្ធផលយ៉ាងណាត្រូវបានជម្រាបបន្តបាទសូមអញ្ជើញแชร์ចេញម្ដងភ្លាមកុំបងអែបងអងយូរតាមរយៈលេខសំណាង792
បាទកុំភ្លេចណាអញ្ជើញសេះចេញម្ដងភ្លាមតាមរយៈលេខ792នឹងទទួលបាននូវសមិទ្ធផលល្អចំណុចវិជ្ជមានយ៉ាងច្រើនសុភមង្គលយ៉ាងច្រើនបាទតាមការទស្សន៍ទាយជោគជតារិស័យពីខ្ញុំលោកគ្រូវិជ័យហារាកម្មាមតិសុខឧត្តមឥឡូវនេះវាំងនូនដែលត្រូវបានលាតសន្សឹមហើយនឹងត្រូវបានផ្សាយជូនជាព័ត៌មានទូទៅជូនដល់អស់លោកអ្នកនាងទាំងបរិសុទ្ធក្តីទាំងនារីក្តីទាំងក្មេងក្តីទាំងចាស់ក្តីបានគឺត្រូវប្រសិទ្ធនាមជូនហើយបាទកំពុងតែវេកវាំងនូនសន្សឹមថាតើវាសនារបស់អស់លោកអ្នកនាងបាទរាសីយ៉ាងណាសម្រាប់ថ្ងៃទី1ខែមេសាឆ្នាំ2026នោះបាទភ័យណាអណាបុកពោះណាថាតើយ៉ាងណាហើយយ៉ាងម៉េចលោកគ្រូមិនក៏មិនព្រមប្រាប់បាទប្រាប់ហើយរងចាំមើលបាទហើយកំពុងតែយកដៃរឹតទ្រូងជាបណ្ដាមើលថាតើវាសនារបស់អស់លោកនាងកញ្ញារាសីយ៉ាងណាសម្រាប់ឆ្នាំរោងបាទសម្រាប់ចាប់ពីថ្ងៃទី1បាទរហូតទៅដល់1ខែពេញថាតើនៅក្នុងខែមេសានេះបាទវាសនាឬមួយក៏រាសីរបស់អស់លោកនាងកញ្ញាយ៉ាងណាបាទត្រូវប្រគល់ជូនបាទនៅលេខសំណាង792បាទកុំភ្លេចណាអញ្ជើញសេះចេញម្ដងភ្លាមរួចហើយរាសីរបស់អស់លោកនាងកញ្ញាបាទគឺត្រូវប្រគល់ជូននៅរាសីខ្ពស់រាសីខ្ពស់អស់លោកនាងកញ្ញាលោកជីបាទលោកអ៊ំអ្នកម៉ែកុំអស់សង្ឃឹមបងឬមួយក៏ប្អូនឬមួយក៏ក្មួយមិនត្រូវអស់សង្ឃឹមទេសប្បាយចិត្តឡើងរីករាយឡើងពីព្រោះថាក្រន់តែចូលមកដល់នៅក្នុងថ្ងៃបាទសប្តាហ៍ទី2បាទសប្តាហ៍ទី2អស់លោកនាងបាទមួយចំនួនធំបាទប្រកាសជាត្រូវបានទទួលដំណឹងល្អកាដូជាចំណុចដែលអនុស្សាវរីយ៍ពោធិ៍សព្ទសាធុការមិនតែប៉ុណ្ណោះបាទចំពោះអិសរជនមួយចំនួននឹងត្រូវទទួលបាននៅបាទផលសុភមង្គលយ៉ាងច្រើនជាចំណុចវិជ្ជមានយ៉ាងច្រើនជាកាដូជាអាំងប៉ាវយ៉ាងច្រើនជូនដល់អស់លោកជីមិនខានអ្នកម៉ែឬមួយក៏អ្នកមីងលោកជីលោកអ៊ំនឹងត្រូវទទួលបានកាដូយ៉ាងច្រើនអាំងប៉ាវយ៉ាងច្រើនហើយសប្បាយចិត្តទៅលៀបសក្ការៈកំពុងតែនៅក្នុងស្រោមសម្បត្តិមួយដែលត្រូវបានប្រគល់ជូនដោយចៅឬមួយក៏កូនឬមួយក៏ញាតិមិត្តបាទឬមួយក៏មនុស្សនៅក្រៅអាវ៉ាត់ជាមិនខានសប្បាយចិត្តរីករាយបាទពីព្រោះអស់រយៈកាលប្រហែលខែមកនេះបាទស្ទើរតែកន្លះឆ្នាំមកនេះឆ្នាំរោងមួយចំនួន20បុកពោះច្រើនណាស់គេមិនសូវបានលក់ប្រហែលទេហើយក៏ពិសាមិនសូវបានឆ្ងាញ់មាត់ប្រហែលដែរពីព្រោះកំពុងតែនៅលើអុកមួយក្តារយ៉ាងចាស់ដៃថាតើនឹងត្រូវបានទទួលលទ្ធផលចុងក្រោយយ៉ាងណាក៏ប៉ុន្តែអស់លោកមិនត្រូវអស់សង្ឃឹមទេពីព្រោះគិតថាឆ្នាំរោងត្រូវយល់ដឹងប្រសិនបើមានអ្នកណាមួយមានបំណងប៉ងវាយប្រហារឬមួយក៏ប្រមាថទៅលើបុគ្គលឆ្នាំរោងជននោះលទ្ធផលនឹងត្រូវទទួលបាននៅអវសាននៃជីវិតបាទនេះសូមជម្រាបបាទអវសាននៃជីវិតគឺត្រូវទទួលបាននៅវិបដិសារីហើយនឹងត្រូវទទួលបាននៅលទ្ធផលអវិជ្ជមានបាទសូមកុំភ្លេចបើទោះបីជាអ៊ំស្រីអ្នកមីងអ្នកម៉ែឬមួយក៏លោកយាយដែលត្រូវបានបុគ្គលណាមួយប្រមាថចុងក្រោយបុគ្គលនោះក៏ត្រូវតែវិនិច្ឆ័យដូចគ្នាដែរឆ្នាំរោងគឺជាមនុស្សដែលម៉ាត់ចាត់ណាស់មិនងាយនឹងអ្នកណាប៉ុនប៉ងប៉ែងជើងបានឡើយប្រសិនមិនមានអ្នកណាមួយធ្វើបាបឆ្នាំរោងអ្នកនោះនឹងត្រូវអន្តរាយវិនិច្ឆ័យឬមួយក៏ត្រូវបាត់បង់ខូចខាតកិត្តិយសឬមួយក៏ត្រូវថាមានចំណុចអវិជ្ជមានយ៉ាងច្រើនជាមិនខានបាទដូច្នេះមិនត្រូវប្រមាថមើលងាយឆ្នាំរោងទេពីព្រោះឆ្នាំរោងពងជាទេវតាប្រុសបាទធៀបមាសនៅជាមួយបុគ្គលណាមួយអស់លោកអ្នកណាមួយច្រើនតែទទួលបាននៅចំណុចវិជ្ជមានយ៉ាងច្រើនគឺបុគ្គលឆ្នាំរោងមួយចំនួនធំច្រើនតែធ្វើជាមេគេមិនមែននៅក្រោមគេទេបើទោះបីជានៅក្នុងរង្វង់ក្រុមគ្រួសារយ៉ាងណាក៏ដោយក៏ឆ្នាំរោងមិនសូវចុះចាញ់ក្នុងដំណើរជីវិតប៉ុន្មានដែរបាទអញ្ជើញសប្បាយចិត្តរីករាយទាំងអស់គ្នាឡើងឆ្នាំថ្មីសុភមង្គលជូនដល់អស់លោកនាងកញ្ញាដែលខាត់ឆ្នាំរោងហើយគឺត្រូវទទួលបាននៅរាសីខ្ពស់បាទអញ្ជើញសេះចេញម្ដងភ្លាមណាកុំភ្លេចនៅលេខសំណាង792បាទពីខ្ញុំលោកគ្រូពិជ័យហារាកម្មាមតិសុខឧត្តមប្រសិនបើអស់លោកនាងបាទចង់ជាវនៅរបស់មង្គលផ្សេងដូចជាយ័ន្តគ្រប់ប្រភេទមានយ័ន្តស្នេហ៍ដាក់តាមខ្លួនបាទដាក់តាមកាបូបធ្វើការអ្នកមគ្គតៈចិត្តតៈកាយតៈមនុស្សគ្រប់ស្ថាបណៈបាទមានលៀបសក្ការៈហូរជុកគ្រប់ទិសទាំង8គ្រប់ទិសទាំង9គ្រប់ទិសទាំង10បញ្ជានៅភយន្តរាយផ្សេងឬមួយក៏អស់លោកនាងចង់អស់នីតិយើងទូទាជោគជតារិស័យជូនកុំភ្លេចអញ្ជើញថតខ្សែបាត់ដៃស្ដាំមិនឆ្វេងមកខាងមួយពោះផ្ញើមកកាន់នីតិរបស់យើងខ្ញុំបាទព្រមជាមួយថ្ងៃខែឆ្នាំកំណើត
បាទអញ្ជើញជម្រាបជូនដល់អស់លោកនាងកញ្ញាដូចតទៅបាទយើងមានសាខាទាំងនៅក្រៅប្រទេសនិងក្នុងប្រទេសបាទសាខានៅក្រៅប្រទេសមាននៅឯប្រទេសកូរ៉េកាន់កាប់កម្មវិធីដល់អ្នកគ្រូដាណែតអញ្ជើញបងប្អូនទាំងយុវជនយុវតីអញ្ជើញទំនាក់ទំនងជាមួយនឹងអ្នកគ្រូដាណែតតាមរយៈ page ម៉ាដាមបាទមានលក់របស់មង្គលផ្សេងច្រើនមុខគ្រប់ប្រភេទបាទមានរបស់មង្គលដូចជាយ័ន្តគ្រប់ប្រភេទឬមួយក៏ខ្សែកខ្សែដៃអង្កាំត្បូងថ្មធម្មជាតិគ្រប់ប្រភេទទៅតាមតម្រូវការជូនដល់បងប្អូនជីវវ័យទាំងបរិសុទ្ធនិងស្ត្រីទាំងនារីបាទកំឡោះក្រមុំជាដើមបាទរីឯនៅប្រទេសខ្មែរយើងវិញបាទតាមរយៈទេពមង្គលយ័ន្តខ្មែរជួបជាមួយនឹងអ្នកគ្រូសូច័ន្ទហាន់បាទនៅឯភូមិខ្នាងសង្កាត់ជ្រាវខេត្តក្រុងសៀមរាបរីឯទេពមង្គលជ័យរាសីខ្ពស់អញ្ជើញអស់លោកអ្នកនាងលើកទូរស័ព្ទទំនាក់ទំនងជាមួយនឹងអ្នកគ្រូអ៊ីគីមសៀងតាមរយៈលេខ088 7x7x743អ្នកគ្រូស្ថិតនៅឯសួងលិចសង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំបាទនៅពេលនេះខ្ញុំលោកគ្រូពិជ័យហារាកម្មាបន្ទាប់សុខដំបានដល់ពេលវេលាដែលត្រូវជម្រាបលាអស់លោកអ្នកនាងកញ្ញាហើយមុននឹងជម្រាបលាក៏សូមប្រសិទ្ធពរជ័យថ្វាយជូនដល់សម្ដេចទ្រង់នៃអង្គម្ចាស់អស់លោកគ្រប់ស្ថាបនៈទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមជួបប្រទះនៅសុខភាពល្អជាចម្បងបាទរួមជាមួយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីគ្លៀងគ្លាតនៅពេលនេះខ្ញុំលោកគ្រូពិជ័យហារាកុមារមកទឹកសុខដំហៅថាលោកគ្រូមកទឹកសូមជម្រាបលាសូមអរគុណ